Hello everyone, my name is Srey Pinot. I am a student in Sweden University, and the reason why I choose English major because I want to be a teacher and I want to have many children in the countryside, especially is my villager. The reason why I choose Sweden University because it's nearby my home, and I think it's the quality one in Cambodia. សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យស្វាយរៀងហើយហេតុអីបានជាខ្ញុំជ្រើសយកភាសាអង់គ្លេសមកសិក្សារៀនសូត្រនៅសាកលវិទ្យាល័យស្វាយរៀងដោយសារតែយើងដោយដឹងថាភាសាអង់គ្លេសគឺជាភាសាដែលគេនិយាយទូទាំងពិភពលោកហើយខ្ញុំចង់ពូកែក្នុងការនិយាយភាសាអង់គ្លេសហើយពិសេសផងនោះខ្ញុំចង់ប្រឡងចូលការងាររដ្ឋគឺក្របខ័ណ្ឌគ្រូភាសាអង់គ្លេសផងដែរហើយហេតុដែលខ្ញុំជ្រើសយកសាកលវិទ្យាល័យស្វាយរៀងសម្រាប់សិក្សារៀនសូត្រនោះគឺទី1គោលធំបំផុតគឺខ្ញុំបានជួបអាហារូបករណ៍មករៀននៅសាកលវិទ្យាល័យស្វាយរៀងហើយខ្ញុំបានដឹងថាសាកលវិទ្យាល័យស្វាយរៀងគឺជាសាកលមួយដែលពោរពេញទៅដោយលោកគ្រូអ្នកគ្រូដែលពោរពេញទៅដោយអ្នកដែលមានចំណេះដឹងក្នុងការបង្ហាត់បង្រៀនសិស្សជាពិសេសអប់រំសិស្សឲ្យដើរក្នុងផ្លូវល្អ Hello everyone, my name is Sokha. I live in Rumtua district and Swaireng province. Recently, I study at Swaireng University, and my major that I study is English. Why I choose English? Because the future I want to be a teacher of English. Do you know why I choose English? I choose English because I love English from young age until now. I want to improve my English skill and sharing my knowledge to the children in my village. And the big reason I choose English because I got a scholarship. Every day I'm a student in Swaireng University majoring in English. Why I choose Swaireng University? I choose Swaireng University because I live in Swaireng and it's near my home. Anyway, I don't like to live far from my home. ខ្ញុំជ្រើសរើសភាសាអង់គ្លេសដោយសារតែភាសាអង់គ្លេសវាជាភាសាសកលមួយហើយណាមួយខ្ញុំរៀនវិទ្យាសាស្ត្រកុំព្យូទ័រភាគច្រើនព័ត៌មានពីវិទ្យាសាស្ត្រកុំព្យូទ័រវាសរសេរជាភាសាអង់គ្លេសហើយមូលហេតុដែលខ្ញុំជ្រើសរើសសាកលវិទ្យាល័យស្វាយរៀងមកសិក្សាហ្នឹងដោយសារតែវាចិត្តផ្ទះហើយមិនចាំបាច់ចំណាយប្រាក់ថវិកាច្រើនចំពោះខ្ញុំវិញមូលហេតុដែលខ្ញុំជ្រើសយកជំនាញភាសាអង់គ្លេសដោយសារតែជំនាញមួយនេះគឺជាជំនាញភាសាសកលនៅក្នុងអន្តរជាតិយើងអញ្ចឹងគឺការប្រើប្រាស់ភាសាអង់គ្លេសពិតជាសំខាន់ណាស់ដូច្នេះហើយខ្ញុំរើសយកជំនាញនេះព្រោះខ្ញុំចង់អភិវឌ្ឍភាសាខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងនេះហើយមួយវិញទៀតហេតុដែលមិនដែរខ្ញុំជ្រើសយកសាកលវិទ្យាល័យស្វាយរៀងពីព្រោះនៅក្នុងសាកលពោរពេញទៅដោយបច្ចេកវិទ្យាអប់រំដូចជាលោកគ្រូអ្នកគ្រូពោរពេញទៅដោយចំណេះដឹងជាច្រើនក្នុងការអប់រំសិស្សនិស្សិតទាំងអស់មូលហេតុដែលខ្ញុំជ្រើសរើសយកភាសាអង់គ្លេសមកសិក្សារៀនសូត្រនឹងចាប់ធ្វើជាជំនាញដោយសារតែឥឡូវហ្នឹងភាសាអង់គ្លេសគឺមានការរីកចម្រើនទៅមុខទៀតហើយគេត្រូវការភាសាអង់គ្លេសដើម្បីមកអភិវឌ្ឍនៅក្នុងប្រទេសម្យ៉ាងមួយទៀតបានជាខ្ញុំជ្រើសរើសយកសាកលវិទ្យាល័យស្វាយរៀងក្នុងការសិក្សារៀនសូត្រគឺដោយសារតែនៅក្នុងខេត្តស្រាប់វាអត់បាច់ត្រូវចំណាយច្រើនដែលឡើងទៅរៀននៅទីក្រុងហើយណាមួយនៅក្នុងសាកលយើងហ្នឹងមានលោកគ្រូអ្នកគ្រូដែលសម្បូរពេញដែលសម្បូរទៅដោយបទពិសោធន៍ជាច្រើន I choose to study English major because it is a national language. It helps me to communicate with other people from different countries. It's get better job and continue my education in the future. Good afternoon, teacher, and hello, everyone. I'm the first year at Sweden University, and I'm studying English major. Do you know why I'm choose English? For me, English is an international language that communicates with people from other countries, and it gives us better job opportunity. Studying English also allow us to access more knowledge and increase our chance to study or work abroad. And why I'm choose Sweden University? The reason that I'm choose Sweden University because it offer good education, experienced teacher, and a good learning environment. It will help improve my knowledge and my future career. Thank you. មូលហេតុដែលខ្ញុំជ្រើសរើសជំនាញភាសាអង់គ្លេសដោយសារតែជំនាញភាសាអង់គ្លេសគឺជាភាសាអន្តរជាតិនិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទៅកាន់ពិភពលោកការសិក្សានៅជំនាញនេះគឺធ្វើឲ្យខ្ញុំបានតាក់ទងជាមួយនឹង
មនុស្សពីប្រទេសផ្សេងបានល្អដែលហេតុដែលខ្ញុំជ្រើសរើសយកសាកលវិទ្យាល័យស្វាយរៀងដោយសារតែសាកលវិទ្យាល័យស្វាយរៀងគឺស្ថិតនៅជិតផ្ទះរបស់ខ្ញុំនៅងាយស្រួលការធ្វើដំណើរក្រៅពីនេះទៅទៀតសាកលវិទ្យាល័យស្វាយរៀងគឺមានអគារជាច្រើនសម្រាប់រៀនតាមជំនាញផ្សេងសម្រាប់ខ្ញុំបានជាចង់រៀនជ្រើសយកជំនាញភាសាអង់គ្លេសដោយសារតែខ្ញុំចង់ធ្វើជាគ្រូបង្រៀនម្នាក់និងចែករំលែកបទពិសោធន៍និងចំណេះដឹងខ្ញុំទៅកាន់មនុស្សដទៃទៀតនឹងចង់មានប្រស័យតាក់ទងគ្នានឹងមនុស្សនៅជុំវិញពិភពលោកបានជាខ្ញុំចង់រៀននៅសាកលវិទ្យាល័យស្វាយរៀងដោយសារតែវានៅជិតផ្ទះរបស់ខ្ញុំហើយនៅទីនេះមានបរិយាកាសល្អបរិស្ថានស្អាតនិងមានគ្រូជំនាញភាសាអង់គ្លេសជាច្រើនដែលសិតសឹងតែបានរៀននៅក្រៅប្រទេស For me, I chose to study English because it is an international language that is used all around the world. Learning English helped me communicate with people from different countries and understand other culture. I chose to study at Sweden University because it provides good quality education and many useful programs for students. For me, I chose to study at Sweden University because it is a good university. It provides quality education and a good learning environment for students. And I choose to study English major because it is an international language that people use all around the world. English help me communicate with people from different countries and give me more opportunity for education and a good job in the future. Hello everyone, I am a student at Sweden University. I learn English in year 1. I learn English at Sweden University because I got a scholarship and I chose study English at Sweden University because Sweden University has a good teacher and is near my home and to find a good job in the future. Hello everyone, I'm a student at Sweden University. For me, the reason that I decided to study at Sweden University because Sweden University is near my home and I got a scholarship in English major. And the reason that I chose English major because I want a teacher of English in the future. សម្រាប់ខ្ញុំការរៀនភាសាអង់គ្លេសវាជួយដល់ការសិក្សានៅដល់ការស្រាវជ្រាវឯកសារនៅផ្សេងៗដូចហើយថែមទាំងការប្រស្រ័យទាក់ទងផ្សេងៗផងដែរជាមួយហើយខ្ញុំជឿថាការរៀនភាសាអង់គ្លេសនេះនឹងជួយខ្ញុំនៅថ្ងៃអនាគត